ករណីមន្ត្រីយោធាម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបូរីលេងនវត្រាត្រូវដោះស្រាយបញ្ចប់ហើយចំនួនរបស់យោធាជាមួយនឹងគម្រោងបូរីអ្នកផ្ញើលេងនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកផ្ញើលេងនវត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរថាក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមទទួលយកដំណោះស្រាយឈរលើគោលការណ៍ដោយដោះស្រាយបញ្ហាជារួមក្នុងកលៈទេសៈដ៏លំបាកនេះអ្នកផ្ញើលេងនវត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅស្ដីទីការក្រសួងនិងការតាមសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបូរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ